ឥឡូវ admin មកសម្រាប់រឿងយើងភាគពីបន្តទៅទៀតតោះកុំឲ្យខាតពេលយូរជួយសាច់រឿងយើងហ្មងទៅណាហើយគ្រូពេទ្យនោះក៏បាននិយាយបន្តទៅកាន់ជីមីនថាបើឯងមិនព្យាបាលទេឯងត្រូវតែមកជួបយើងនៅពេលមានបញ្ហាត្រូវតែមកជួបយើងហើយប្រាប់គេថាមករកលោកគ្រូពេទ្យជីនស្ដាប់បានដែរទេបាទខ្ញុំដឹងហើយអញ្ចឹងសូមអញ្ជើញទៅបើកថ្នាំនៅខាងមុខអូមែននេះគឺជាលេខទូរស័ព្ទរបស់ខ្ញុំគ្រូពេទ្យនិយាយព្រមទាំងហុចនាមប័ណ្ណរបស់ខ្លួនឲ្យទៅរៀងតូចត្រឡប់មកបច្ចុប្បន្នវិញអ្នកប្រុសអូមានរឿងអីមែនទេអាជុងតែអ្នកប្រុសឲ្យខ្ញុំរៀបចំតុអាហារលើនេះទេរៀបចំចុះខ្ញុំទៅលើហើយចាអ្នកប្រុសរសៀលបន្តិចជីមីនក៏ចុះមកខាងក្រោមដើរទៅផ្ទះបាយដើម្បីត្រៀមអាហារទុកឲ្យស្វាមីរបស់ខ្លួនអូអ្នកប្រុសមិនបាច់ធ្វើទេមិនអីទេចាំខ្ញុំជាអ្នកធ្វើខ្លួនឯងអញ្ចឹងខ្ញុំសូមអនុញ្ញាតអ្នកប្រុសទៅធ្វើការរបស់ខ្ញុំវិញហើយនាងទៅចុះបន្ទាប់ពីធ្វើអាហាររួចជីមីនក៏រៀបចំដាក់ចានស្រាក់ដើម្បីយកទៅក្រុមហ៊ុនឲ្យស្វាមីរបស់ខ្លួនពេលទៅដល់ក្រុមហ៊ុនជីមីនក៏ដើរទៅកាន់ office របស់ស្វាមីខ្លួននិងយកអាហារទៅឲ្យព្រមទាំងគូទ្វារតិចចូលមកលោកប្តីនេះអូនបានយកអាហារមកឲ្យបងណាដាក់នៅត្រង់ហ្នឹងទៅបាទអញ្ចឹងអូនទៅវិញហើយប្រយ័ត្នប្រយែងផងបន្ទាប់មកជីមីនក៏ដើរចេញមកហើយក៏ជួបផ្លូវជាមួយនឹងមិត្តភ័ក្តិរបស់ខ្លួនដែលកំពុងតែដើរឈរទៅក្នុងក្រុមហ៊ុនធីយ៉ុងអូជីមីនសុខសប្បាយទេឯងនេះយើងសុខធម្មតាទេចុះឯងវិញធម្មតាដូចតែគ្នាណាកំពុងតែនិយាយគ្នាសុខស្រាប់តែជីមីនមានអារម្មណ៍ថាងងឹតមុខឡើងមកធីយ៉ុងយើងដូចជាជីមីនយើងមិនខើទេតើឲ្យអ្នកណាជួយខ្ញុំទៅអូជុំគុកភ្លាមនោះធីយ៉ុងស្រាប់តែនឹកដល់ស្វាមីរបស់ខ្លួនដែលកំពុងតែចតឡានរួចក៏ប្រញាប់ទាញទូរស័ព្ទខលទៅរកស្វាមីរបស់ខ្លួនភ្លាមតាមពិតពួកគេមកនេះគឺមកនិយាយរឿងការងារជាមួយនឹងយងយីប៉ុន្តែបែរជាជួបជីមីនហើយខ្លាយទៅជាបែបនេះអញ្ចឹងមានតែជួយមនុស្សទៅមន្ទីរពេទ្យសិនហើយមិនអាចយកការងារជាធំបានទេអាឡូលោកប្តីបងចតឡានហើយឬនៅរួចហើយបងកំពុងតែដើរទៅរកអូនអញ្ចឹងក៏ចាប់ដើរមកឲ្យលឿនមកជីមីនសន្លប់ថាម៉េចជីមីនសន្លប់ចាំបន្តិចបងទៅដល់លើហើយប៉ុណ្ណឹងសិនហើយណាបន្តិចក្រោយមកជុំគុកក៏បានរត់មកដល់ទេជីមីនយ៉ាងម៉េចហើយអូនគេសន្លប់បាត់ហើយចាប់នាំគេទៅមន្ទីរពេទ្យឲ្យលឿនឡើងតោះចាប់ទៅទុកឲ្យបងជាអ្នកបីគេវិញឈប់អូនកុំភ្លេចខលទៅប្រាប់ជើងគីផងអូនដឹងហើយ